រិមិត្តជាទីរាប់អានខណៈពេលនេះមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកគំតិចអាគារនៅជាប់ព្រំដែនថៃដែលជាសម្បុក scammer យើងដឹងហើយថាជាច្រើនខែកន្លងមកនេះមីយ៉ាន់ម៉ាតែងតែទម្លាក់គ្រាប់បែកតាមបន្ទាត់ព្រំដែនមីយ៉ាន់ម៉ាថៃក៏ដូចជាប្លង់កំភ្លើងធំចូលទឹកដីថៃជាច្រើនលើកច្រើនសារប៉ុន្តែថៃមិនហ៊ានក្អកនោះទេដោយសារតែមីយ៉ាន់ម៉ាក៏មានកម្លាំងទ័ពខ្លាំងទាំងជើងអាកាសនិងជើងគោកដែរដូច្នេះកងទ័ពថៃមិនហ៊ានសំបីតែក្អកនោះឡើយជាច្រើនខែមកហើយមីយ៉ាន់ម៉ាមិនទាន់បញ្ឈប់ប្រតិបត្តិការនៃការកម្ចាត់សម្បុក scammer នៅតាមបន្ទាត់ព្រំដែនមីយ៉ាន់ម៉ាថៃនោះទេខណៈប្រតិបត្តិការចុងក្រោយបំផុតនោះគឺកងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកគំទេចអាគាររបស់ក្រុមអ ក្រិតជនអនឡាញចំនួន17អាគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park ព្រមទាំងចាប់ជនជាតិបរទេសចំនួន516នាក់ក្នុងនោះក៏មានជនជាតិសៀមចំនួន10នាក់ផងដែរនេះបើតាមការផ្សាយចេញដោយសារព័ត៌មាន The Star នៅថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025កងទ័ពមីយ៉ាន់ម៉ាបានគំទេចអាគារក្នុងតំបន់អឹមយ៉ានវ៉ាឌីនៃរដ្ឋកាយិនជាប់ស្រុកមេសូតនៃខេត្តថេកប្រទេសថៃដោយចោទថាជាកន្លែងលេងភ្នាល់ល្បែងអនឡាញក្នុងប្រតិបត្តិការនោះផងដែរកងកម្លាំងរបស់មីយ៉ាន់ម៉ាបានចាប់ជនបរទេសជាច្រើននាក់នៅក្នុងនោះមានជនជាតិចិនច្រើនជាងគេបន្ទាប់មកក៏មានជនជាតិថៃនៅក្នុងនោះផងដែរក្រៅពីគំទេចអាគារនេះហើយកងទ័ពមីយ៉ាន់ម៉ាក៏បានចាប់ជនបរទេសហើយក៏បានចូលឆែកឆេរនៅក្នុងអាគារនោះហើយក៏រឹបអូសគ្រឿងអេឡិចត្រូនិករួចយកទៅដុតចោលទាំងអស់ផងដែរសូមជម្រាបសារជាថ្មីមីយ៉ាន់ម៉ាចាប់ដើមការវាយប្រហារគំទេចពួក scammer តាំងពីដើមខែតុលាមកម្លេះខណៈគិតត្រឹមពេលនេះនៅអាគារ KK Park ចំនួន398ក្នុងចំណោម635អាគារត្រូវបានគំទេចម៉ត់ដោយកងទ័ពមីយ៉ាន់ម៉ាតែម្ដងនេះគឺជាអំណាចរបស់ប្រទេសដែលមានយោធាខ្លាំងដែរដូច្នេះការដែលប្លង់កំភ្លើងធំជាច្រើនលើកច្រើនសារតែងតែជ្រុលចូលទឹកដីថៃប៉ុន្តែថៃមិនហ៊ានក្អកសំបីតែបន្តិច